មីងខ្ញុំមកដល់ហើយអូនមកអមបងនៅទីនេះបងផែនទីបំផុតបងមកហើយអូនភ័យណាស់ណែអាផែនតើអញរវល់តែទៅយកសាច់ឆ្កែព្រៃមែនទេបានជាមកយូរបែបនេះខ្ញុំមិនបានយកសាច់ឆ្កែព្រៃទេខ្ញុំគ្រាន់តែគិតថាតើសាច់ណាល្អបំផុតប៉ុណ្ណោះបើអញ្ចឹងចាប់ផ្ដើមតែម្ដងទៅថាក្មួយយកផ្នែកណានៃជ្រូកនោះខ្ញុំបានឲ្យអ្នកបម្រើទៅទិញសាច់ជ្រូកពីស្រុកឆ្ងាយវាជាសាច់ជ្រូកដែលល្អបំផុតណាមីងមានន័យថាក្មួយយកសាច់មកមែនទេអត់ទេគឺខ្ញុំយកអណ្ដាតជ្រូកណាមីងអាមិនក៏ក្មួយគិតថាអណ្ដាតជារបស់ល្អជាងគេនៃផ្នែកជ្រូកអណ្ដាតប្រៀបបាននឹងការនិយាយរបស់មនុស្សនិយាយល្អនិយាយអាក្រក់គឺស្ថិតនៅលើអណ្ដាតនេះឯងដូច្នេះមានតែអណ្ដាតទេដែលជាវត្ថុល្អជាងកន្លែងផ្សេងនោះល្អអាក្រក់ឬអណ្ដាតល្អណាស់មានហេតុផលមែនក្មួយពិតជាប្រកែមែនរួចចុះក្មួយផែនវិញនោះគឺខ្ញុំយកស្អីយកអាចជ្រូកមកមែនទេបានចនៅអេះអុញចឹងទៀតនោះអាព្រៃយ៉ាងម៉េចទៅហើយក្មួយនិយាយមកមើលគ្រប់គ្នាគេកំពុងតែចាំស្ដាប់ណាបងផែនស៊ូឡើងបងបាទគឺខ្ញុំយកបេះដូងជ្រូកណាមីងហេតុអីបានជាគិតថាបេះដូងល្អជាងគេនោះហាមូលហេតុអីទៅក្មួយជ្រូកមានកន្លែងដែលមនុស្សចូលចិត្តច្រើនណាស់តែបេះដូងគឺជាតំណាងឲ្យក្តីស្រឡាញ់ការយកចិត្តទុកដាក់ការបារម្ភផងដែរដូច្នេះខ្ញុំគិតថាបេះដូងគឺជាផ្នែកដែលល្អបំផុតណាមីងបេះដូងបញ្ជាក់ឲ្យការស្រឡាញ់នេះក្មួយក៏ឆ្លាតអំអន់ដែរពិសេសណាស់ក្មួយពិតជាប្រកែមែនម្យ៉ាងមានហេតុផលក៏សមរៀងខ្លួនទៀតបើបែបនោះបានន័យតែស្មើគ្នាមែនទេអូនកុំប្រាប់ណាថាក្មួយស្រីបានប្តីម្ដងពីរនោះអត់ទេបងខ្ញុំរងចាំមើលថាពួកគេមានអ្វីបន្ថែមទេគឺមានខ្ញុំបានត្រៀមសាច់ជ្រូកល្អដាច់គេពីស្រុកផ្សេងមកហើយសូមលោកពូនៅមីងនិងអូនម្អមទុកពិសាចុះហើយចុះក្មួយផែនមានទេបាទមានគឺខ្ញុំបានទិញពីកសិករនៅក្នុងស្រុកយើងខ្ញុំបានទិញយកក្បាលជ្រូកនិងខ្លាញ់ជ្រូកនៅមីងហាហេតុអីទៅក្បាលជ្រូកគឺជាវត្ថុដែលដូនតាបានរៀបចំជាចំនួននៅក្នុងថ្ងៃរៀបការនោះអីចំណែកខ្លាញ់ជ្រូកគឺយកមកវេចនំនៃពិធីរៀបការផងដែររួមទាំងបន្លែផ្លែឈើ36មុខទៀតណាមីងអស់ចាស់ណាស់ស្រឡាញ់គឺចូលដល់ចាស់ទុំមាននំមាននេកម្យ៉ាងទៀតក្មួយចេះលើកស្ទួយបន្លែត្រីសាច់នៅក្នុងស្រុកទៀតនេះផែនពិតជាស្រឡាញ់ក្មួយមែនហើយពិតជាល្អណាស់មីងគិតថាលើកក្មួយស្រីមីងឲ្យតែក្មួយហើយអត់ទេតែមូលហេតុអីទៅត្រឹមក្បាលជ្រូកដែលសុទ្ធតែឆ្អឹងមិនប្រៀបបាននឹងសាច់ជ្រូកទៅក្មួយយកអណ្ដាតគឺល្អមែនហើយតែអណ្ដាតគឺតំណាងឲ្យការនិយាយល្អនិងអាក្រក់មិនបានកាត់ចេញជាសេចក្តីស្មោះត្រង់ជ្រុងណាមួយនោះទេចំណែកក្មួយផែនមានសេចក្តីស្រឡាញ់ពិតទើបយកទាំងបេះដូងហើយយកទាំងរបស់ដែលមានក្នុងពិធីរៀបការទៀតសបញ្ជាក់ថាផែនស្រឡាញ់នឹងមានការគិតគូរដល់ថ្ងៃរៀបការតែម្ដងចំណែកក្មួយរបស់ទាំងនោះគឺល្អហើយតែក៏បញ្ជាក់ថាក្មួយគ្រាន់តែចង់បានខ្លួនរបស់ក្មួយម្អមដែលជាទង្វើព្រានតែប៉ុណ្ណោះប្រុសព្រានយកអណ្ដាតពោលពាក្យបោកស្រីយករួចខ្លួនប្រុសល្អក៏យកបេះដូងគិតគូរនិងគិតដល់ថ្ងៃរៀបការក្មួយយល់ហើយមែនទេក្មួយដនបងផែនទីបំផុតបងឈ្នះហើយបងប្រកាន់ណាស់មិនព្រមទេខ្ញុំមានទ្រព្យច្រើនណាស់ហេតុអីក៏ត្រូវចាញ់អាក្ររហាមនេះនោះតើក្មួយចង់ធ្វើស្អីហ្នឹងខ្ញុំនឹងចាប់អូនម្អមទៅស្រុកឆ្ងាយឆាប់ម្នេះភ្លាមមកអូនម្អមអត់ទេអាដនយើងមិនឲ្យឯងសាងអំពើអាក្រក់ទៀតទេយើងនឹងនាំឯងចូលគុកពីបទគំរាមចាប់មនុស្សស្រីហើយអាផែនអាព្រៃអាក្ររហាមឯងមានសមត្ថភាពអីមកចាប់អញនោះអញសម្លាប់ឯងនៅទីនេះចុះថ្ងៃនេះពួកយើងត្រូវតែមានស្លាប់ម្ខាងហើយវើយក្មួយផែនជួយចាប់ក្មួយដនទៅសាលាស្រុកទៅឆាប់ឡើងចរិតបែបនេះសមហើយដែលខ្ញុំមិនលើកក្មួយឲ្យនោះលេងអញភ្លាមអញសម្លាប់មីងរំចង់ចោលសិនព្រោះមីងកាន់ជើងអាផែននោះអីមើលទៅក្មួយដនឈួតហើយក្មួយផែនយកគេចេញទៅឆាប់ឡើងទៅឲ្យតែស្គាល់បាយគុកខ្លះទៅមនុស្សអាក្រក់កំពូលដើរមើលងាយគេហើយលេងយើងលេងមានទ្រព្យតែសន្តានអន់គឺសូន្យ
ចំណែកអ្នកល្អក៏មានតែការស្រឡាញ់និងការចូលចិត្តដូចជាផែនអញ្ចឹងហើយស្នេហានាងម្អមក៏បានជួបគូជាទីគាប់ចិត្ត